ដំសុរាមរិទ្ធព្រះបិតារបស់សម្ដេចព្រះនរោត្តមសីហនុនៅថ្ងៃទី3ខែមេសាឆ្នាំ1960បានបង្កើតឡើងជាបន្ទាន់នៅបញ្ហាជ្រើសរើសអ្នកគ្រងរាជសម្បត្តិបន្តតាមបែបបទជាផ្លូវការក្រមប្រឹក្សារាជសម្បត្តិជាអ្នកមានភារៈជ្រើសរើសក្សត្រអង្គណាម្នាក់ដែលជាព្រះរាជវង្សរបស់ព្រះអង្គឌួងឲ្យឡើងគ្រប់គ្រងរាជបល្ល័ង្កសមាជិកនៃក្រមប្រឹក្សារាជសម្បត្តិនេះរួមមានប្រធានព្រឹទ្ធសភានិងសភាជាតិនាយករដ្ឋមន្ត្រីនិងសម្ដេចព្រះសង្ឃរាជទាំងពីរគណៈនៅពេលដែលព្រះបិតាព្រះអង្គជួលទីវង្គតនោះសម្ដេចព្រះនរោត្តមសីហនុទ្រង់មានតំណែងជានាយករដ្ឋមន្ត្រីប្រវត្តិវិទូជាតិអូស្ត្រាលីម្នាក់ឈ្មោះលោក Milton Osborne បានសរសេរថាថ្វីត្បិតតែសម្ដេចព្រះនរោត្តមសីហនុទ្រង់ជាសមាជិកមួយអង្គនៅក្នុងក្រមប្រឹក្សារាជសម្បត្តិនេះមែនក៏ប៉ុន្តែព្រះអង្គមានឥទ្ធិពលគ្របដណ្ដប់ទៅលើក្រមប្រឹក្សានេះរួមទាំងទៅលើព្រះអង្គម្ចាស់មុនីរ៉េតដែលជាព្រះប្រធាននៃក្រមប្រឹក្សានេះផងលោកបន្តថាទោះបីជាសមាជិកដទៃណាម្នាក់នៅក្នុងក្រមប្រឹក្សារាជសម្បត្តិនេះមានគំនិតចង់ជ្រើសតាំងក្សត្រាអង្គណាម្នាក់ជាព្រះមហាក្សត្រថ្មីក៏ដោយចុះប្រសិនបើសម្ដេចព្រះនរោត្តមសីហនុសម្រេចព្រះទ័យថាមិនត្រូវជ្រើសរើសក្សត្រាអង្គណាឲ្យឡើងគ្រងរាជជាបន្តទៀតនោះគ្មានមតិរបស់ជនណាម្នាក់នៅក្នុងក្រមប្រឹក្សានេះអាចក្លាយជាការពិតបានឡើយដូច្នេះហើយបានជាសេចក្តីសម្រេចចិត្តនៅពេលនោះគឺមិនត្រូវតែងតាំងព្រះមហាក្សត្រថ្មីទេផ្ទុយទៅវិញសេចក្តីព្រាងច្បាប់មួយបានត្រូវគេបង្កើតឡើងហើយបញ្ជូនទៅសភាជាបន្ទាន់ដើម្បីបង្កើតក្រុមប្រឹក្សាមួយដែលគេឲ្យឈ្មោះថាក្រុមប្រឹក្សារាជានុសិទ្ធិក្រុមប្រឹក្សារាជានុសិទ្ធិនេះមិនមានអំណាចប្រតិបត្តិទេក៏ប៉ុន្តែអាចតំណាងរាជបល្ល័ង្កខ្មែរបាននៅថ្ងៃទី7ខែមេសាក្រោយការជួលទីវង្គតរបស់ព្រះបាទសុរាមរិទ្ធបាន3ថ្ងៃសម្ដេចព្រះនរោត្តមសីហនុទ្រង់បានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈមួយដល់ប្រជារាស្ត្រខ្មែរព្រះអង្គទ្រង់បានបង្ហាញឡើងនៅការមិនចុះសម្រុងនឹងចំនួនទាំងឡាយក្នុងចំណោមរាជវង្សានុវង្សដែលកើតឡើងដោយការច្រណែននិងការប្រកួតប្រជែងដណ្ដើមអំណាចគ្នានិងដែលជាប្រពៃណីរបស់រាជវង្សខ្មែរតាំងពីពាក់កណ្ដាលសតវត្សទី19មកម្លេះនោះនៅក្នុងសេចក្តីថ្លែងការណ៍នោះសម្ដេចព្រះនរោត្តមសីហនុទ្រង់មិនបានបញ្ចេញឈ្មោះបុត្រាអង្គណាមួយរបស់ព្រះអង្គសម្រាប់ជាបេក្ខជនព្រះមហាក្សត្រថ្មីទេត្បិតបុត្រាទាំងនោះនៅមានវ័យក្មេងនិងមិនមានបទពិសោធន៍គ្រប់គ្រាន់ផងមិនត្រឹមតែប៉ុណ្ណោះទេលោកសាស្ត្រាចារ្យ Milton Osborne បានអះអាងថាសម្ដេចព្រះនរោត្តមសីហនុទ្រង់មានព្រះបន្ទូលបន្ទាបបន្ថោកបុត្រាបុត្រីរបស់ព្រះអង្គផងជាពិសេសដៅទៅលើបុត្រាច្បងគឺព្រះអង្គម្ចាស់នរោត្តមរណរិទ្ធដែលព្រះអង្គទ្រង់មានព្រះបន្ទូលថាគ្មានចេះធ្វើអ្វីកើតក្រៅតែពីចេះបើកឡានលឿននិងវាយរឹកក្រអឺតក្រទមដាក់ប៉ូលីសតែប៉ុណ្ណោះទោះបីជាសម្ដេចព្រះនរោត្តមសីហនុទ្រង់មិនទាន់រកបាននូវរូបមន្តដ៏ល្អប្រសើរណាមួយក្នុងការអនុញ្ញាតឲ្យមានព្រះមហាក្សត្រឡើងគ្រងរាជបន្តផងនិងរក្សាអំណាចទុកក្នុងព្រះហស្ថព្រះអង្គផងក៏ការបង្កើតក្រុមប្រឹក្សារាជានុសិទ្ធិនេះគ្រាន់តែជាដំណោះស្រាយបណ្ដោះអាសន្នតែប៉ុណ្ណោះដំណោះស្រាយយូរអង្វែងចាំបាច់ត្រូវមានក្សត្រអង្គណាម្នាក់ឡើងគ្រប់គ្រងរាជបល្ល័ង្កក៏ប៉ុន្តែលោកសាស្ត្រាចារ្យ Milton Osborne បានអះអាងថាសម្ដេចព្រះនរោត្តមសីហនុទ្រង់មិនទុកព្រះទ័យលើសមាជិកនៃរាជវង្សណាម្នាក់ឡើយសូម្បីតែព្រះមាតាកុសុមនារីរតន៍ក៏ព្រះអង្គទ្រង់មិនទុកព្រះទ័យក្នុងការឡើងគ្រងរាជ្យនេះដែរព្រោះខ្លាចរបូតអំណាចពីព្រះហស្ថរបស់ព្រះអង្គនៅពេលដែលព្រះអង្គទ្រង់សម្រេចព្រះទ័យដាច់ណាត់ថានឹងមិនអនុញ្ញាតឲ្យមានអ្នកស្នងរាជបន្តហើយនោះព្រះអង្គទ្រង់ចាប់ផ្ដើមរិះរកបង្កើតតំណែងណាមួយសម្រាប់ព្រះអង្គដើម្បីអនុញ្ញាតឲ្យព្រះអង្គអាចគ្រប់គ្រងរាជបល្ល័ង្កក្នុងនីតិជាប្រមុខរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញផងនិងក្នុងពេលជាមួយគ្នានោះក្តោបក្តាប់អំណាចខាងនយោបាយសំខាន់ផងលោក Milton Osborne បានសរសេរថាដើម្បីសម្រេចគោលបំណងនេះជាដំបូងសម្ដេចព្រះនរោត្តមសីហនុទ្រង់លាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីបន្ទាប់មកទៀតព្រះអង្គទ្រង់ចាត់ឲ្យមានការបោះឆ្នោតប្រជាមតិដែលបានប្រព្រឹត្តទៅនៅថ្ងៃទី5ខែមិថុនាលទ្ធផលជាផ្លូវការចុងក្រោយនៃការបោះឆ្នោតប្រជាមតិនោះបានឲ្យដឹងថាព្រះនរោត្តមសីហនុទទួលបានសម្លេងគាំទ្រ 99.98% គឺដោយសារលទ្ធផលនៃការបោះឆ្នោតបង្ហាញថាប្រជារាស្ត្រខ្មែរគាំទ្រព្រះអង្គយ៉ាងលើសលប់នេះហើយ
ទើបគេបានបង្កើតឡើងនៅតំណែងថ្មីមួយថ្វាយព្រះអង្គគឺតំណែងព្រះប្រមុខរដ្ឋសភាជាតិបានកោះប្រជុំជាបន្ទាន់នៅថ្ងៃទី12ខែមិថុនាបន្ទាប់ពីការប្រកាសលទ្ធផលនៃការបោះឆ្នោតប្រជាមតិបាន4ថ្ងៃដើម្បីកែប្រែរដ្ឋធម្មនុញ្ញមាត្រាទី122អនុញ្ញាតឲ្យមានការតែងតាំងប្រមុខរដ្ឋតាមការបោះឆ្នោតចុងបាននៅថ្ងៃទី20ខែមិថុនាឆ្នាំ1960សម្ដេចព្រះនរោត្តមសីហនុទ្រង់ស្បត់ចូលកាន់តំណែងជាព្រះប្រមុខរដ្ឋនៅចំពោះមុខសភាជាតិនៅក្នុងឱកាសនោះព្រះអង្គទ្រង់ថ្លែងទៅកាន់សភាជាតិថាព្រះអង្គនឹងកែតម្រង់ការគ្រប់គ្រងនៃព្រះបរមរាជវាំងហើយនឹងត្រៀមរៀបចំជ្រើសរើសព្រះមហាក្សត្រឲ្យឡើងគ្រងរាជ្យថ្មីផងទន្ទឹមនឹងនោះដែរព្រះអង្គក៏ទ្រង់ទទួលយកនីតិទាំងឡាយដែលពីមុនមកជាភារៈរបស់ព្រះមហាក្សត្រដូចជាការធ្វើសវនាការជាមួយប្រជារាស្ត្រដើម្បីផ្ដល់ឱកាសឲ្យប្រជារាស្ត្រថ្លែងនៅទុក្ខសោករបស់ខ្លួនចំពោះមុខអ្នកដឹក